សួស្តីអ្នកទាំងគ្នាថ្ងៃនេះខ្ញុំមានជាមួយនឹងរឿង One Piece យើងបានមកដល់ទៅហើយគឺជារឿង One Piece បែបឆ្មាកដោដែលចង់ដឹងតែរឿងហ្នឹងវាសោចដល់កម្រិតណាអញ្ចឹងហើយយើងចូលមើលរឿងឆ្មាកដោបែបរឿង One Piece ហ្នឹងលេងទៅអូខេឥឡូវយើងចូលមកគឺយើងឃើញជាមួយនឹងកដោកំពុងតែហត់ចាញ់ពីស្អីម្យ៉ាងនេះអូគ្នានេះយើងនេះគឺកងម៉ារីនមកកងម៉ារីនកំពុងតែដេញពួកកដោកងម៉ារីនហ្នឹងគឺជាសត្វឆ្មាហើយយើងដូចជាឃើញជាមួយនឹងបារម្ភណាដែលគាត់កំពុងតែឈរមើលនាងការបាទឥឡូវថាគាត់ជាណាគេចាំមើលថាយើងទាយលេងទៅណាមកចាយបើទីដឹងថាណាគេហើយអូខេយើងចូលទៅមើលទាំងអស់គ្នាទៀតបាទឥឡូវយើងដូចជាឃើញជាមួយនឹងអាវរៀងពណ៌លឿងដែលគាត់នឹងហើយគឺជាតួឯកគឺជា Key Satom នឹងឯងបាទឥឡូវសោចមួយសិនមកនិយាយមែនឡើយថងទឹកមុខអាឆ្មាថមហ្នឹងគឺមើលធ្វើមុខអញ្ចឹងវាលោចេញមកដូច Key Zero បែបបាត់ហ្មងតែគាត់ថាចរិតឆ្មាគឺវាលពើដល់ពេលរឿងវាតែងទៅម៉ែនឹងលយគេសារពីអាប៉ែហ្នឹងតែប៉ុណ្ណឹងបានហើយយើងមកមើលជាមួយអាពីរអ្នកនេះវិញវាកំពុងតែរៀបចំគ្នាក្នុងកាយធ្វើឃាត Key Zero ហ្នឹង Key Satom មិន Key Zero ទេក៏មានជាមួយនឹងក្រកំភ្លើងក៏បានហោះមកហើយបើអ្នកគ្នាចង់ឃើញជាមួយនឹង Sitting បាញ់ក្បាលរបស់អាកដោហ្នឹងអូខេមើលចោះហ្នឹងហើយអ្នកគ្នាបើសិនជាដាក់ Sitting ទៅគឺអ្នកគ្នាបាញ់ចូលក្បាលសតតែម្ដងហើយដើម្បីថានៅពេលដែលដាក់ស្នប់ហ្នឹងគឺមកគ្រាប់គឺត្រូវកដាក្បាលទៀតហ្មងអូខេយើងមើលទៅប៉ុណ្ណឹងបានហើយយើងលេងសើចតិចតួចបានហើយតែឡើងចូលមករឿងនេះវិញពេលនោះគឺ Key Satom ហ្នឹងឃើញជាមួយនឹងឆ្មាទាំងពីរនាក់មែនទេកដោទាំងពីរនាក់ហ្នឹងហើយពេលនោះក៏ហោះមកស្ទាក់មុខហើយ Key Satom ហ្នឹងក៏បាននិយាយទៅកាន់ឆ្មាទាំងពីរហ្នឹងកដោទាំងពីរនោះថា Hello Prosi ពាក្យដែលពូល្បីពីមុនអូខេប្រូអាល្បីពីមុនក៏ជាកស៊ូអាអត់ល្បីពីមុនក៏ជាកស៊ូប្រូអើយបាយប្រូ Key Satom ក៏បានប្រើជាមួយនឹង Laser Beam មកគាត់នឹងបាញ់ទៅកាន់កដោទាំងពីរហ្នឹងហើយក៏ធ្វើឲ្យវានឹងប៉ៅទៅក្រោយហើយក៏បានកើជាមួយនឹងកដោជើងខ្លាំងមកយើងតែពេលតែឃើញអញ្ចឹងទៅអានោះគ្មានទុកទេវាយហ្មងបដ ாய் ជន់ជើងមួយទៅដាក់មកជើងអុកយកហើយវាក៏បាននិយាយទៅកាន់ Key Satom ថាភួយ Mày sao đấy à? Anh dắt anh. Ba anh cô là dây lấy anh. បាទបងបាទខ្ញុំមិនហ៊ានទេបងបាទពេលនោះ Key Satom ក៏បានរត់ចេញពីកដោដែលមានកម្លាំងខ្លាំងនឹងបាត់ទៅត្រង់ហ្នឹងគឺ Key Satom ហ្នឹងគឺកភ្លើងឯងបាញ់វាអត់ចូលតែតើអ្នកមានធម្មពលឬក៏ហៅថា Haki ខ្លាំងតែមានណាកដោហ្នឹងវាចេះទាំងអស់ហ្នឹងនៅពេលនោះដែរ Key Satom ក៏បានតាក់ទងទៅកាន់គ្នារបស់គាត់គឺមានដូចជាគូម៉ាដែលជាមនុស្សយន្ត3នាក់ហើយនឹង Sentomaru ដែលកំពុងតែជាមនុស្សយន្តឆាប់លើកតបមកទីនេះដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងពួកកដោដែលវាប្រហើនហ៊ានវាយយើងបាទមេបាទអូខេខ្ញុំទៅហើយមេចាំតិចមេអញ្ចឹងហើយយើងដូចជាអត់តន់ឃើញជាមួយនឹងតួឯកយើងដូចជា Luffy ឡអីហ្នឹងមួយទៀតហើយគេ Captain Kid អញ្ចឹងហើយមើលនេះបាទឥឡូវ Luffy នេះដូចជា Captain Kid បាទឡម៉ែមើលឡចាញ់ពីរឿងអីគេដូចសពូលៀងចានវិញ Captain Kid ដូចស្អីមើលមិនស្គាល់ Luffy កដោហើយពេលដែលពួកគេមកជុំគ្នាហើយមានរឿងអីទៀតគឺពួកគេធ្វើការវាយប្រហារគ្នាដោយសារតែ Kizaru ហ្នឹងគឺបើកការវាយប្រហារទៅកាន់អាប៉ែនេះអត់ស្គាល់ទេអាប៉ែហ្នឹងទាំងមកពីណាពីណីទេហក់ទៅលបែអាប៉ែហ្នឹងមួយជើងធ្លាក់ដីហើយក៏បានទៅវាយជាមួយនឹងពួកអា3អ្នកហ្នឹងទៀតហើយសង្គ្រាមពួកគេហ្នឹងគឺនៅតែបន្តគ្នានៅការវាយគ្នាទៅវិញទៅមកហ្នឹងហើយពេលនោះលូកដោហ្នឹងបានបលុតដៃដាក់មកដៃពើអញ្ចឹងរឿងហ្នឹងគឺមានតែប៉ុណ្្នឹងគេបាយហើយយើងមក